រាប់រយក៏រងត្រូវបានរឹបអូសប្រតិបត្តិការឆ្មក់បង្ក្រាបបាត់ល្មើសនាំចេញបារីទៅថៃនៅច្រករបៀងស្រុកម៉ាឡៃសមត្ថកិច្ចបដិញ្ញារកបុកមេខ្លោងមកផ្ដន់ទោសឲ្យខានតែបានក្រុមការដឹកនាំដ៏ម៉ឺងម៉ាត់ដើម្បីការពារសន្តិសុខតាមបណ្ដោយព្រំដែនកម្លាំងសមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យបានបើកប្រតិបត្តិការឆ្មក់បង្ក្រាបយ៉ាងជោគជ័យទៅលើក្រុមឈ្មួញខិលខូចដែលកំពុងលួចនាំដឹកជញ្ជូនបារីខុសច្បាប់ឆ្លងដែនចូលទឹកដីថៃត្រង់ចំណុចច្រករបៀងភូមិលវាឃុំបឹងបេងស្រុកម៉ាឡៃកាលពីប្រលប់ថ្ងៃទី27ខែឧសភាឆ្នាំ2026ប្រតិបត្តិការនេះគឺជាការរួមសហការគ្នាយ៉ាងស្អិតរមួតរវាងអាជ្ញាធរស្រុកម៉ាឡៃដឹកនាំដោយលោកស្វាយជាអភិបាលស្រុករួមជាមួយលោកវរៈសេនាឯកសួងម៉ៅមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ815និងកម្លាំងយោធាពីកងពលតូចលេខ51និង53ការដាក់កម្លាំងជំរុះបែបនេះបានបង្ហាញពីឆន្ទៈដ៏មុតស្រួយក្នុងការការពារសណ្ដាប់ធ្នាប់នៅតំបន់ព្រំដែនដែលជាចំណុចក្តៅនៃការប្រព្រឹត្តបទល្មើសនៅពេលដែលកម្លាំងជំនាញឡោមព័ទ្ធជិតដល់ចំណុចមាត់អូព្រំដែនក្រុមកម្មករដឹកជញ្ជូនបានភ័យស្លន់ស្លោរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុកនៅម៉ូតូ6គ្រឿងនិងបារីជាច្រើនការុងរួមជាមួយនឹងបារី20ប៊ិចសកម្មភាពរត់ចោលវត្ថុតាំងនេះគឺជាសក្ខីភាពបង្ហាញថាពួកគេដឹងខ្លួនច្បាស់ថាទង្វើដែលកំពុងតែធ្វើគឺខុសច្បាប់ហើយការរត់គេចខ្លួនគឺជាជម្រើសចុងក្រោយដើម្បីគេចពីសំណាញ់ច្បាប់អ្វីដែលគួរឲ្យកត់សម្គាល់និងគួរឲ្យបារម្ភនោះគឺតាមការសន្និដ្ឋានរបស់សមត្ថកិច្ចនេះគឺជាជើងលើកទី5ហើយដែលក្រុមឈ្មួញខិលខូចបានលួចដឹកជញ្ជូនបារីចេញពីស្រុកសំពៅលូនឆ្លងកាត់ស្រុកម៉ាឡៃដើម្បីនាំចេញទៅប្រទេសថៃភាពកោក្លឿននៃការប្រព្រឹត្តបទល្មើសដដែលនេះបានបង្ហាញថាក្រុមឈ្មួញបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រថុយប្រឋានទោះបីជាមានការបង្ក្រាបជាបន្តបន្ទាប់ក៏ដោយបច្ចុប្បន្នវត្ថុតាំងទាំងអស់ត្រូវបានសមត្ថកិច្ចរក្សាទុកដើម្បីកសាងសំណុំរឿងតាមនីតិវិធីទោះបីជាយ៉ាងណាសមត្ថកិច្ចមិនបញ្ឈប់ត្រឹមការរឹបអូសម៉ូតូនិងបារីឡើយដោយលោកអភិបាលស្រុកនិងមេបញ្ជាការកងកម្លាំងបានដាក់ប័ណ្ណបញ្ជាឲ្យបន្តការស៊ើបអង្កេតយ៉ាងក្តៅគគុកដើម្បីរកឲ្យឃើញនៅមេខ្លោងដែលនៅពីក្រោយខ្នងសមត្ថកិច្ចបានសន្យាថានឹងផ្តន្ទាទោសជនដែលពាក់ព័ន្ធទាំងអស់ឲ្យខានតែបានដោយគ្មានការលើកលែងសូមបញ្ជាក់ថាការបង្ក្រាបនេះគឺជាសារព្រមានដ៏ធ្ងន់ធ្ងរសម្រាប់អ្នកដែលនៅតែមានបំណងប្រព្រឹត្តបទល្មើសឆ្លងដែនខុសច្បាប់តំបន់ព្រំដែនមិនមែនជាទីកន្លែងសម្រាប់ឲ្យឈ្មួញខិលខូចមកធ្វើការប្រថុយប្រឋាននោះទេការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់របស់អាជ្ញាធរស្រុកម៉ាឡៃនិងកងកម្លាំងព្រំដែនគឺជាខែលដ៏រឹងមាំក្នុងការរក្សាការពារសន្តិសុខនិងកិត្តិយសនៃប្រទេសជាតិ